សែនស្រណោះឲ្យរីយំលើមៀតតភូមិខ្ញុំហើយមៀតតភូមិអងហើយក៏សែនស្រណោះឲ្យរីយំលើមៀតតភូមិខ្ញុំហើយមាតុភូមិអងហើយក៏សម្បូរចំឡាំងសិល្បៈហើយបសម្បូរចំឡាំងជារឿងដែលខ្មែរគ្រប់ស្រះត្រប់វណ្ណៈនិយាយដំណើរតគ្នាពុំមានដាច់រហូតមកទល់នឹងសប្តាហ៍ថ្ងៃនេះប៉ុន្តែខ្លះហៅថាធុនជ័យខ្លះទៀតហៅថាថ្មិញជ័យដូចនេះវិញអ្នកដែលទទួលឥទ្ធិពលពីអ្នកដែលរស់នៅក្នុងវាំងនាំគ្នាហៅថាអាជ័យតែម្ដងដើម្បីប្រដូចតួអង្គអ្នកប្រាជ្ញនេះទៅនឹងតួអង្គមនុស្សឆោតល្ងងម្នាក់មានឈ្មោះថាជ័យដូចនេះដែរហើយដែលពួកគេបានប្រឌិតឡើងដើម្បីបន្តោះបង្អាប់តួអង្គធ្នេញជ័យដែលតាមការបកស្រាយរបស់អ្នកស្រាវជ្រាវនៃវិទ្យាស្ថានពុទ្ធសាសនបណ្ឌិតនៅឆ្នាំ1964គឺជាតួអង្គព្រះពោធិសត្វនៅក្នុងលោកនាយបកទៅវិញវិទ្យាស្ថានពុទ្ធសាសនបណ្ឌិតដដែលបានកត់សម្គាល់ថាឯកសារដែលបានយកមកតម្កល់ទុកនៅវិទ្យាស្ថានមាន3បែបគឺ1ឯកសារចេញផ្សាយនៅឆ្នាំ1887 2ឯកសារសាស្ត្រាស្លឹករឹតសរសេរជាពាក្យកាព្យនិពន្ធនៅគ្រិស្តសករាជ1908ឯកសារទាំងពីរនេះគ្មានដាក់ឈ្មោះអ្នកនិពន្ធទេរីឯឯកសារទី3គឺជាអត្ថបទដែលទស្សនាវដ្តីកម្ពុជាសូរិយាបានបោះពុម្ពផ្សាយពីឆ្នាំ1936រហូតដល់ឆ្នាំ1939រីឯអត្ថបទអក្សរសិល្ប៍ដែលខ្ញុំបានយកមកធ្វើជាមូលដ្ឋាននៃការវិភាគរបស់ខ្ញុំនៅថ្ងៃអាទិត្យនេះគឺជាអត្ថបទជាពាក្យរាយដែលវិទ្យាស្ថានពុទ្ធសាសនបណ្ឌិតបានយកមកបោះពុម្ពផ្សាយនៅឆ្នាំ1964ដោយរឿងនេះមានគេស្គាល់គ្រប់គ្នាអស់ទៅហើយខ្ញុំសូមវិភាគអំពីចំណុចសំខាន់ខ្លះតែប៉ុណ្ណោះជាបឋមសូមកត់សម្គាល់ថារឿងថ្មិញជ័យឬធ្នេញជ័យនេះជារឿងផ្នែកទស្សនវិជ្ជាគឺការបង្ហាញនៅរូបទស្សនៈ Vision du monde មួយដែលខុសប្លែកពីអ្វីដែលគេបានបំពាក់បំពន់អប់រំកន្លងមកគឺជាការបង្ហាញឲ្យឃើញថាគេអាចបកស្រាយដំណើរពិភពលោកនិងតថភាព reality ជាច្រើនបែបច្រើនយ៉ាងតាមមុំឬតាមបែបបទផ្សេងពីទស្សនវិជ្ជាផ្លូវការជាហេតុធ្វើឲ្យយើងគិតឃើញថាការកំណត់សច្ចភាពជាបញ្ហាមួយដ៏ធំនៅក្នុងរឿងនេះការបកស្រាយលោកទស្សនៈជាផ្លូវការហាក់បីដូចជាពុំសូវមានជំហររឿងពឹងប៉ុន្មានទេជាហេតុធ្វើឲ្យអ្នកកាន់អំណាចមានការអាក់អន់ចិត្តយ៉ាងខ្លាំងប៉ុន្តែខាងអ្នកដែលត្រូវរត់អំណាចធ្វើបាបបោកបញ្ឆោតសង្កត់សង្កិនវិញរឿងនេះជារឿងដែលគេចូលចិត្តជាទីបំផុតហើយគ្មានខ្មែរណាម្នាក់ដែលពុំស្គាល់រឿងវាយបករបស់ថ្មិញជ័យឬធ្នេញជ័យឬធុនជ័យនេះទេជាទូទៅគេចាត់ទុកថាជារឿងកំប្លែងរពៅរពោចរបស់តួអង្គម្នាក់ដែលសឹងតែមិនទាល់ប្រាជ្ញសោះនៅក្នុងការដោះសារឬការដោះស្រាយបញ្ហាផ្សេងតាមការពិតគឺជាការរិះគន់លក្ខណៈមិនរឹងមាំនៃទស្សនវិជ្ជានិងរបៀបគិតពិចារណាជាប្រពៃណីតែម្ដងជាពិសេសលក្ខណៈមិនសមហេតុសមផលនៃគំនិតនិងពាក្យពេចន៍ដែលយើងប្រើរាល់ថ្ងៃគឺពាក្យពេចន៍ដែលបានត្រូវបង្កើតឡើងនៅក្នុងគន្លងនៃទស្សនវិជ្ជាជាផ្លូវការដៃលោកកើតណើយនៅលើអោប្រាំងអើយប្រាចំឡាំងអើយល្អឆើតស្នាដៃលោកកើតណើយនៅលើអោប្រាំងអើយប្រារំលេចក្បោក្បាច់ដែលលោកអើយរចនារំលេចក្បោក្បាច់ដែលលោកអើយរចនា
ប់សារៈទុកជាសាស័យប្រាំងប្រាងឲ្យច្រើនណាស់ពីងពេញដេ គេសង្កេតឃើញមានប្រស្នានឹងការប្រើនិមិត្តរូបជាច្រើននៅក្នុងរឿងធ្មេញជ័យនេះហើយមានចំណុចជាច្រើនដែលគេពុំបានយល់ច្បាស់រហូតមកទល់នឹងសប្តាហ៍ថ្ងៃនេះនៅដើមរឿងម្ដាយធ្មេញជ័យយល់សពឃើញបេះដូងបេះបានទាំងផ្លែយល់សពឃើញខែពេញបូរមីដោយចង់យល់នេះឲ្យបានច្បាស់ម្ដាយធ្មេញជ័យក៏ទៅរកហៅឲ្យជួយកាត់កាវយល់សពនេះប៉ុន្តែដោយហៅមិននៅផ្ទះប្រពន្ធហៅក៏ធ្វើការទស្សទាយជំនួសពេលវាយលេខអត្តៈប្រពន្ធហៅមើលទៅឃើញថាធ្មេញជ័យនឹងបានទៅជាស្ដេចគ្រប់គ្រងប្រទេសប៉ុន្តែបែរជាប្រាប់ម្ដាយធ្មេញជ័យវិញថាកូននោះនឹងទៅជាខ្ញុំគេទៅវិញនេះជាចំណុចមួយដ៏សំខាន់ដែលធ្វើឲ្យយើងបកស្រាយខុសជារឿយៗខ្លះថាប្រពន្ធហៅមានចិត្តច្រណែនគ្នានេះតាមការពិតប្រពន្ធហៅគ្រាន់តែការពារជីវិតធ្មេញជ័យប៉ុណ្ណោះព្រោះថាបើស្ដេចដឹងរឿងនេះធ្មេញជ័យនឹងត្រូវស្ដេចសម្រាប់ចោលជាពំខានរឿងធ្មេញជ័យនេះជារឿងដែលមានប្រភពនៅអាស៊ីជាពិសេសអាស៊ីចុងបូព៌ាដែលកាលនោះមានស្ដេចគ្រប់គ្រងរីឯរឿងធ្មេញជ័យខ្មែរក៏បានត្រូវតាក់តែងនៅជំនាន់នោះដែរអ្វីដែលស្ដេចខ្លាចបំផុតនៅពេលនោះគឺអ្នកមានបុណ្យដែលផុសឡើងនៅកណ្ដាលនគរបើមានរឿងនេះស្ដេចត្រូវតែកម្ចាត់ចោលដើម្បីការពាររាជសម្បត្តិឲ្យបានគង់វង្សដដែលទោះបីអ្នកមានបុណ្យនោះគ្មានជាប់ញាតិវង្សស្ដេចក៏ដោយក៏ចំពោះរាជវង្សគ្រោះថ្នាក់មានដូចតែគ្នាព្រោះដូចយើងធ្លាប់បានដឹងរួចមកហើយស្ដេចក៏ចេញមកពីបដិវេតកម្មឬចៃដន្យនៃដំណើររបស់ប្រវត្តិសាស្ត្រដែរគឺមិនមែនជាអ្នកដែលបានត្រូវតែងតាំងដោយពពួកទេវៈឯណាទេដោយរឿងធ្មេញជ័យនេះមានអត្ថន័យជ្រាលជ្រះខ្ញុំនឹងយកចំណុចសំខាន់ផ្សេងទៀតមកបកស្រាយនៅពេលក្រោយស្ញប់ស្ញែងដូចឆ្នេះហើយខ្មែរយើងត្រូវលើកដំកើងហើយស្នាដៃបុរាណហើយឯងដូចឆ្នេះហើយខ្មែរយើងត្រូវលើកដំកើងហើយស្នាដៃបុរាណហើយឯងវប្បធម៌សិល្បៈសែនល្អហើយចាំងស្ដែងវប្បធម៌សិល្បៈសែនល្អហើយចាំងស្ដែងយើងខំប្រឹងប្រែងរក្សាឲ្យគង់